ឌីឡានឌីងបានដើរតាមខ្ញុំយ៉ាងមិនខ្មាស់អៀនហើយក៏ឡើងទៅអង្គុយកៅអីអ្នកដំណើរភ្លាមខ្ញុំនិយាយដោយសំឡេងចំអកខ្ញុំនឹងទៅទិញអីវ៉ាន់ជាមួយមិត្តស្រីរបស់ខ្ញុំហេតុអ្វីបានជាឯងដើរតាមខ្ញុំឯងមិនបាននិយាយថាឯងនឹងត្រឡប់មកផ្ទះដើម្បីសុំទោសទេឬទិញអីវ៉ាន់ធ្វើអ្វីឯងឈួតហើយឬចេញពីឡានឥឡូវនេះទៅថ្ងៃនេះឯងនឹងត្រឡប់ទៅលុតជង្គង់សំពះខ្ញុំវិញខ្ញុំខ្ជិលឆ្លោះទៅទៀតខ្ញុំបានបើកឡានចេញទៅដោយមានឌីឡានឌីងនៅក្នុងឡានដដែលប៉ុន្តែខ្ញុំបានបើកឡានត្រង់ទៅច្រកចូលស្ថានីយ៍ប៉ូលីសខ្ញុំនឹងឲ្យអ្នក3វិនាទីបើអ្នកមិនចេញមកទេខ្ញុំនឹងចូលទៅខាងក្នុងហើយហៅនរណាម្នាក់មកទទួលអ្នកគួរតែប្រយ័ត្នខ្លួនបើថ្ងៃនេះអ្នកមិនព្រមមកផ្ទះជាមួយខ្ញុំទេអ្នកនឹងមិនមានឱកាសលើកទី2ក្នុងជីវិតនេះឡើយខ្ញុំមិនដែលនឹកស្មានថាបន្ទាប់ពីខ្ញុំទិញអីវ៉ាន់រួចហើយត្រឡប់ទៅផ្ទះវិញខ្ញុំនឹងរកឃើញថាខ្ញុំមិនអាចចូលផ្ទះរបស់ខ្ញុំបានទេខ្ញុំបានព្យាយាមបើកទ្វារអស់រយៈពេលជាង10នាទីរហូតដល់ញើសចេញមកលើថ្ងាសរបស់ខ្ញុំឆ្ងល់ថាតើនេះមិនមែនផ្ទះរបស់ខ្ញុំទេរហូតតតែអ្នកជិតខាងនៅខាងរបងផ្ទះសេញមកខ្ញុំក៏បានបញ្ជាក់ថាខ្ញុំមិនបានទៅច្រឡំទ្វារទេពេលដែលខ្ញុំកំពុងតែឆ្ងល់ទ្វាររបស់ខ្ញុំបើកយ៉ាងលឿនខ្ញុំគិតថាមានមនុស្សលួចចូលមកខាងក្រៅអ្នកចូលផ្ទះខ្ញុំយ៉ាងម៉េចហេតុអ្វីបានជាកូនសោរបស់ខ្ញុំបើកទ្វារមិនបានខ្ញុំបានហៅជាងសោឲ្យមកបើកវាសោប្រភេទសម្រាមបែបនេះជាអ្វីភ្លេចវាទៅហេតុអ្វីបានជាអ្នកនៅតែឈរនៅទីនោះខ្ញុំឃ្លានស្លាប់ហើយខ្ញុំខឹងខ្លាំងណាស់រហូតដល់មុខប្រែជាស្លេកពេលខ្ញុំរុញទ្វារបើកចូលទៅខាងក្នុងទិដ្ឋភាពនៅចំពោះមុខខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលសម្លៀកបំពាក់ខ្ចាត់ខ្ចាយពេញអស់ហើយសម្រាមត្រូវបានគេបោះចោលពេញសម្លៀកបំពាក់ខ្ចាត់ខ្ចាយពេញអស់ហើយសម្រាមត្រូវបានគេបោះចោលពេញខ្ញុំមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីភ្លាមខ្ញុំប្រញាប់ទៅរានហាលដើម្បីពិនិត្យមើលអាងចិញ្ចឹមត្រីរបស់ខ្ញុំដែលមានតម្លៃជាង100លានបានអន្តែតដោយពស់ឡើងលើខ្ញុំបានស្នើសុំឲ្យនរណាម្នាក់ទិញត្រីនោះឲ្យខ្ញុំជាពិសេសអ្នកឈួតហើយឬតើអ្នកមានសិទ្ធិអ្វីក្នុងការបំផ្លាញរបស់របរនៅក្នុងផ្ទះខ្ញុំវាគ្រាន់តែជាត្រីដែលគ្មានតម្លៃប៉ុណ្ណោះតើវាសមនឹងធ្វើឲ្យអ្នកខឹងខ្លាំងបែបនេះទេខ្ញុំមិនចូលចិត្តមើលវាទេដូច្នេះខ្ញុំបានដោះស្រាយវាជំនួសឲ្យការស្រែកនៅទីនោះអ្នកគួរតែរៀនសូត្រពីម្ដាយខ្ញុំឲ្យបានច្រើនអំពីរបៀបបម្រើបុរសឲ្យបានត្រឹមត្រូវខ្ញុំខឹងខ្លាំងណាស់រហូតដល់ខ្ញុំសាច់ខ្លាំងខ្ញុំមិនបាននិយាយអ្វីមួយម៉ាត់ទៀតទេខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសពេលប៉ូលីសមកដល់មុខរបស់ Devending ប្រែជាស្លេកទាំងស្រុងអ្នកឈួតហើយឬអ្នកបានទូរស័ព្ទទៅប៉ូលីសរឿងត្រីដ៏អាក្រក់នេះមែនទេត្រីដ៏អាក្រក់តើអ្នកដឹងទេថាត្រីនេះមានតម្លៃជាង100លានតើអ្នកទើបនិយាយអ្វីដោះស្រាយរឿងនេះតាមច្បាប់បែឡាឡាំងសូមគិតថាខ្ញុំកំពុងអង្វរអ្នកយល់ព្រមទេយើងឈប់ឆ្លោះគ្នាទៅវាគ្រាន់តែជាត្រីមួយក្បាលប៉ុណ្ណោះខ្ញុំនឹងទៅផ្សារពេលក្រោយហើយទិញមួយទៀតឲ្យអ្នកមិនអាចទូរស័ព្ទទៅប៉ូលីសបានទេគ្រាន់តែដោយសារតែតម្លៃកូនក្រមុំត្រូវបានកាត់បន្ថយហើយប្រើលេសคล้ายនេះដើម្បីសងសឹកតម្លៃកូនក្រមុំដែលអ្នកចង់បានទោះបីជាខ្ញុំត្រូវលក់អ្វីទាំងអស់ក៏ដោយខ្ញុំនឹងរកវិធីប្រមូលឲ្យអ្នកពេលដែលគាត់និយាយចប់មនុស្សដែលនៅជុំវិញយើងមើលមកខ្ញុំខុសពីមុនទាំងស្រុងពេលគាត់ត្រូវបានចាប់ខ្លួនខ្ញុំនឹងធ្វើឲ្យប្រាកដថាគាត់នឹងរលួយនៅក្នុងគុកឌីឡានឌីងមានការភ័យស្លន់ស្លោលេចឡើងលើផ្ទៃមុខអ្នកឈួតហើយមែនទេឃើញប៉ូលីសត្រៀមពិនិត្យកាមេរ៉ាគាត់ខំបូរមាត់ដោយអស់សង្ឃឹមបន្ទាប់មកគាត់ក៏ស្រាប់តែទាញគ្រឿងអលង្ការមាសរបស់ខ្ញុំចេញពីហោប៉ៅរបស់គាត់ហើយបញ្ចូលវាមកក្នុងដៃខ្ញុំវិញកុំនិយាយរឿងមិនសមហេតុផលទោះជាជាងសោប្រញាប់ប្រញោល